បើចង់ទទួលបានអ្វីថ្មីចូលក្នុងជីវិតបើអ្នកចង់ទទួលបានអ្វីដែលថ្មីចូលមកក្នុងជីវិតរបស់អ្នកលុះត្រាតែអ្នកចាប់ផ្ដើមធ្វើសកម្មភាពថ្មីជាមុនសិនហើយការដែលអាចជំរុញឲ្យអ្នកព្រមធ្វើអ្វីថ្មីនោះវាបានមកពីការគិតរបស់អ្នកខ្លួនឯងផ្ទាល់បើអ្នកបើកចិត្តបើកគំនិតព្រមទទួលចុះគំនិតថ្មីពីអ្នកដទៃខ្លះពីការអានសៀវភៅខ្លះពីការស្ដាប់គំនិតល្អៗខ្លះហើយចូលមកសញ្ជឹងគិតដើម្បីកែច្នៃជីវិតខ្លួនឯងពេលនោះជីវិតអ្នកនឹងកាន់តែមានតម្លៃព្រោះអ្នកចេះយកអ្វីដែលថ្មីអ្វីដែលទាន់សម័យកាលមកបញ្ចូលជាមួយអ្វីដែលមានស្រាប់ក្នុងខ្លួនឯងពិតណាស់អ្នកនឹងមានកម្លាំងចិត្តបន្តដំណើរជីវិតទៅមុខទៀតយ៉ាងរលូនហើយអ្នកនឹងមិនសូវស្មុគស្មាញមិនសូវក្តៅក្រហាយព្រោះតែរឿងរ៉ាវខាងក្រៅខ្លួនឯងមកប៉ះទង្គិចចិត្តទៀតឡើយ